នឹកឃើញមិនបានចេះទៅយកអាគ្រឿងទឹកប្រហុកពោះគោទឹកប្រហុកសាច់គោអាំងយកមកលក់ក្នុងហាងដោយសារចំណុចទី1ហ្នឹងគឺម្ចាស់ហាងហ្នឹងចូលចិត្តញ៉ាំហ្មងតែអ្វីដែលចំពោះដែលចង់ផ្ដល់ឲ្យជូនភ្ញៀវហ្នឹងគឺចង់បានអាហារដែលរសជាតិឆ្ងាញ់សុខភាពហើយបងប្អូនអាចអញ្ជើញមកញ៉ាំនៅក្នុងហាងដែលមានលក្ខណៈមានសិទ្ធិត្រជាក់ឬក៏ស្អាត clean ហើយមានតម្លៃសមរម្យទៀតបងប្អូនមិនមែនហាងស្អាតហើយតម្លៃថ្លៃទេបងប្អូនការពិតទៅគឺតម្លៃសមរម្យគឺអារម្មណ៍នៃខ្ញុំដែលបង្កើតម្ហូបឡើងជាទូទៅគឺតែងតែចង់បង្កើតមុខម្ហូបដែលមានរសជាតិឆ្ងាញ់មានអនាម័យហើយញ៉ាំប្រកបដោយសុវត្ថិភាពចាឧទាហរណ៍ដូចជាទឹកប្រហុកនេះអញ្ចឹងគឺជាទូទៅខ្ញុំតែងតែចម្រាញ់យកប្រហុកដែលអត់មានជាតិគីមីបែបអត់ប្រើម្សៅសអត់អីទេគឺទិញដល់ពុកធ្វើស្គាល់ម្ចាស់ស្គាល់អីហើយប្រាប់ហ្មងថាអត់យកប្រហុកដាក់ថ្នាំនៅអីទេតម្លៃលើគេបន្តិចក៏យកដែរស្គាល់អត់សូវស្អាតតិចក៏បានដែរសំខាន់គឺអត់មានគីមីនៅក្នុងហ្នឹងចាគឺរសជាតិ original តែម្ដងបងប្អូនចាហើយទឹកប្រហុកនៅត្បាល់ខ្មែរបងប្អូននិយាយទៅខ្ញុំចូលចិត្តរឿងប្រហុកអញ្ចឹងរឿងប្រហុកបោកនេះខ្ញុំមានជំនាញដែរណាបងប្អូនចាបើសិនជាចង់ញ៉ាំអាហារឆ្ងាញ់ហើយស្អាតមានអនាម័យហើយតម្លៃសមរម្យបងប្អូនតម្លៃសមរម្យមែនទែនសូមទុកចំណាយឲ្យត្បាល់ខ្មែរដើរតួនាទីធ្វើជាគ្រួសារបងប្អូនចាបងប្អូនជួយមកពិសាប្រៀបដូចជាពិសាអាហារនៅផ្ទះប្រៀបដូចជាបងប្អូនឬក៏គ្រួសាររបស់បងប្អូនធ្វើជូនពិសាអញ្ចឹងចាដោយសារយើងផ្ដោតទៅលើក្តីស្រឡាញ់ភាពកក់ក្ដៅហើយនឹងការផ្ដល់ឲ្យពិតប្រាកដចាមិនត្រឹមតែជាអាហារឆ្ងាញ់ប៉ុន្តែមានគុណតម្លៃម្ហូបអាហារនៅក្នុងនឹងញ៉ាំហើយទទួលបានសុខភាពល្អអារម្មណ៍ល្អហើយស្រស់ស្រាយ